បើសិនអ្នកនេះចង់ដាក់ពាក្យធ្វើការតាមរយៈ Telegram អ្នកនេះក៏ទៅមើលវីដេអូនេះឲ្យចប់សិនចុះពេលអ្នកនេះគួរធ្វើនឹងទី1ត្រូវតែដាក់ពាក្យតាមដែលការងារដែលត្រូវជាមួយនឹងជំនាញឬមួយក៏បទពិសោធន៍សមត្ថភាពរបស់ខ្លួនឯងគឺអ្នកនេះត្រូវតែប្រើរូបថតបទប្រកាសឬមួយក៏ព័ត៌មានបទប្រកាសនៅក្នុង profile ឬមួយក៏ក្នុង Telegram របស់អ្នកនេះនឹងហើយជាពិសេសនឹង profile គឺអ្នកនេះហាមដាក់រូបថតដែលពាក់ព័ន្ធជាមួយនឹងរូបតុក្កតាឬមួយក៏រូប idol អ្នកនេះនឹងហើយរូបហ្នឹងគឺមិនជារូបអ្នកនរគ្នាគឺកុំដាក់ចូលឲ្យសោះខ្ញុំសូមអែនទីអញ្ចឹងបើសិនអ្នកនេះមុនពេលដែលដាក់ពាក្យហ្នឹងទោះបីជាអ្នកនេះដាក់ពាក្យតាម Telegram ឬមួយក៏ email ក៏ដោយក៏អ្នកនេះត្រូវតែមាន confidence ហើយនឹងជឿជាក់ទៅលើខ្លួនឯងថាមុខតំណែងហ្នឹងគឺពិតជាស័ក្តិសមជាមួយនឹងអ្នកនេះប្រកាសមែនហើយមួយទៀតហ្នឹងគឺអ្នកនេះត្រូវតែរក្សាភាព professional ឬមួយក៏រក្សានៅការនិយាយ communication ជាមួយនឹង HR ហ្នឹងធ្វើមិនឲ្យរក្សានៅពាក្យសមរម្យឬមួយក៏ភាពថ្លៃថ្នូររបស់អ្នកនេះហើយកុំភ្លេចខ្លួននិយាយជាមួយនឹង HR ដូចនិយាយជាមួយមិត្តភក្តិខ្លួនឯងណាមួយក៏អ្នកនេះដាក់ពាក្យចូលធ្វើការនៅក្នុងតាម Telegram ច្រើន HR ច្រើនកន្លែងឯងប៉ុន្តែអត់ជាប់នៅក្នុងការងារមួយណាសោះសិនអ្នកនេះកុំភ័យកុំរត់ទៀតមកហោ job spot Camry យើងមែនយើងនឹងស្វែងរកការងាររបស់គ្នាឲ្យស័ក្តិសមជាមួយ experience ជាមួយនឹង passion របស់អ្នកគ្នាហ្មង